ពីមិនសួរ3មិននិយាយទើបជាមនុស្សឆ្លាតពិតប្រាកដមនុស្សឆ្លាតពីមិនសួរ1រឿងដែលគេមិនចង់និយាយកុំសួរនៅលើโลกយើងនេះមនុស្សគ្រប់គ្នាសុទ្ធតែមានរឿងសម្ងាត់រៀងខ្លួនគ្រប់គ្នាសុទ្ធតែមានអាចកំបាំងដែលមិនអាចនិយាយបានបើសិនជាគេមិនចង់ប្រាប់អ្នកគឺកុំទៅសួរទោះបីជាតំណែងតំណងរវាងអ្នកនិងគេល្អយ៉ាងណាក៏ដោយធ្វើជាមនុស្សត្រូវចេះអ្នកដតីសុខចិត្តនិយាយប្រាប់អ្នកមិនចាំបាច់អ្នកសួរមនុស្សម្នាក់ដែលឆ្លាតពិតប្រាកដគឺគេធ្វើខ្លួនឯងជាអ្នកពូកែស្ដាប់អ្នកនិយាយគឺខ្ញុំស្ដាប់អ្នកមិនចង់និយាយគឺខ្ញុំមិនចង់សួរ2រឿងដែលមិនតាក់ទងនឹងខ្លួនកុំសួរធ្វើជាមនុស្សកុំខ្វល់រឿងអត់ប្រយោជន៍ច្រើនពេករឿងដែលមិនពាក់ព័ន្ធនឹងខ្លួនយកល្អកុំរវល់អ្នកត្រូវប្រុងប្រយ័ត្នរឿងប្តឹងផ្ដាល់ធ្លាក់មកលើខ្លួននិយាយម្ដងទៀតរឿងដែលមិនពាក់ព័ន្ធតើអ្នកសំអាងអ្វីតើអ្នកមានលក្ខណៈសម្បត្តិអ្វីមករវល់វាប្រកបណាស់បើសិនជាអ្នកប្រយុទ្ធប្រឆាំងនឹងភាពអយុត្តិធម៌បែបនេះប្រហែលជាអាចយល់បានប៉ុន្តែបើសិនជាអ្នកដើម្បីតែការលេងសើចដូច្នេះមិនសមហេតុផលឡើយមនុស្សម្នាក់ដែលឆ្លាតគឺមិនធ្វើរឿងល្ងងើបែបនេះទេអ្នកឆ្លាត3មិននិយាយ1នៅក្រោយខ្នងមិននិយាយដើមគេនិយាយយប់ខ្ទប់ព្រៃនិយាយថ្ងៃមានត្រជាក់តានិយាយដើមគេងាយនឹងគេកាន់តែនិយាយកាន់តែហួសចិត្តអ្នកដតីល្អយ៉ាងណាក៏មិនតាក់ទងអ្វីនឹងអ្នកដែរអ្នកដតីអាក្រក់យ៉ាងណានោះជារឿងរបស់គេទេ2មិននិយាយពាក្យត្អូញត្អែត្អូញត្អែមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបាននោះទេថែមទាំងអាចធ្វើឲ្យគេមានអារម្មណ៍ថាអ្នកមិនអាចក្លាយជាអាវុធដ៏អស្ចារ្យឡើយនៅពេលកាន់តែលំបាកកាន់តែបង្ហាញចេញនៅអាកប្បកិរិយាវិជ្ជមានតែបែបហ្នឹងទេទើបគេសុខចិត្តជួយអ្នកហើយក៏នឹងងាយរួចផុតពីគ្រោះមហន្តរាយ3មិននិយាយរឿងសម្ងាត់របស់ខ្លួននរណាសុទ្ធតែមានរឿងសម្ងាត់របស់ខ្លួនរឿងសម្ងាត់ដែលនិយាយចេញមកវាមិនមែនជារឿងសម្ងាត់ទៀតទេពីព្រោះនៅលើโลกនេះគ្មានជញ្ជាំងខ្យល់ទេមនុស្សឆ្លាតមិននិយាយរឿងសម្ងាត់ខ្លួនឯងឡើយគេយករឿងសម្ងាត់របស់គេលាក់ក្នុងបេះដូងអ្នកណាក៏មិននិយាយដែរបែបនេះទើបអាចជៀសវាងការបារម្ភហើយនឹងភាពស្មុគស្មាញមួយចំនួនទៀតមួយជាតិរបស់មនុស្សគ្រប់គ្រងខ្លួនឯងបានល្អគឺខ្លាំងជាងអ្វីទាំងអស់គ្រប់គ្រងខ្លួនឯងបានល្អទើបជាវិធីអនុវត្តដ៏ឆ្លាតវៃហើយក៏ជាការជ្រើសរើសដោយចំណេះដឹងដ៏ជ្រាលជ្រៅមនុស្សឆ្លាត2មិនសួរ3មិននិយាយដោយសារមិនសួរដូច្នេះហើយទើបរស់នៅរឹតតែងាយស្រួលដោយសារមិននិយាយដូច្នេះហើយទើបជៀសផុតពីភាពស្មុគស្មាញដែលមិនចាំបាច់ជាច្រើនធ្វើជាមនុស្សទោះបីជានរណាក៏ដោយសុទ្ធតែត្រូវគ្រប់គ្រងខ្លួនឯងឲ្យបានធ្វើខ្លួនឯងឲ្យបានល្អការពារចិត្តឲ្យល្អត្រេចចរឲ្យត្រូវផ្លូវគ្រប់គ្រងមាត់ឲ្យល្អអ្វីដែលមិនគួរសួរកុំសួរអ្វីដែលមិនគួរនិយាយកុំនិយាយត្រូវធ្វើជាមនុស្សឆ្លាតដែលមានផាសុកភាពនៅពេលដែលអ្នកគ្មានប្រយោជន៍ចំពោះគេតទៅទៀតគឺជាពេលវេលាដែលអ្នកត្រូវបានគេទាត់ចោលហើយបើមិនជឿទេសូមស្ដាប់ឲ្យចប់នៅរឿងនិទានមួយនេះមានរឿងដំណាលថាមានគ្រួសារមួយក្នុងផ្ទះសម្បូរកណ្ដុរណាស់ក្រោយមកម្ចាស់ផ្ទះបានចិញ្ចឹមឆ្មាមួយក្បាលជាលទ្ធផលនោះគឺឆ្មានោះមានសមត្ថភាពខ្លាំងណាស់ប្រើពេលតែមួយថ្ងៃប៉ុណ្ណោះវាចាប់កណ្ដុរបានទាំងអស់លុះ3ថ្ងៃក្រោយមកគ្មានលេចចេញកណ្ដុរមកទៀតទេម្ចាស់ផ្ទះនោះក៏មានអារម្មណ៍ថាវាអស់តម្លៃហើយទុកវាឲ្យនៅនាំតែខាតចំណីអាហាររបស់ខ្លួនទេរួចហើយក៏យកឆ្មានេះទៅប្រោសចោលមួយខែក្រោយមកផ្ទះនោះក៏លេចចេញនៅកណ្ដុរមកទៀតម្ចាស់ផ្ទះនោះបានធ្វើដូចមុនអញ្ចឹងគឺចិញ្ចឹមឆ្មាមួយក្បាលទៀត
ប៉ុន្តែឆ្មាមួយក្បាលក្រោយនេះវាឆ្លាតខ្លាំងណាស់ម្ដងម្កាលវាចាប់កណ្ដុរ2 3ក្បាលតែវាមិនចាប់ជាញឹកញាប់ទេក្រោយពេលដែលវាឃើញកណ្ដុរវាតែងតែធ្វើជាសញ្ញាដោយស្រែកម៉ែវម៉ែវ2 3ម៉ាត់ដើម្បីបន្លាចកណ្ដុរឲ្យវាខ្លាចហើយរត់ចេញទៅជាលទ្ធផលម្ចាស់ផ្ទះនោះបានបង្កើតនូវភាពពឹងផ្អែកចំពោះឆ្មានេះហើយធ្វើល្អចំពោះឆ្មានេះខ្លាំងណាស់ដោយសារឲ្យតែនៅមានកណ្ដុរឆ្មាមួយក្បាលនេះនៅតែមានតម្លៃជានិច្ចតើអ្នកទាំងអស់គ្នាយល់ហើយឬនៅបើសិនជាអ្នកចង់ឲ្យនរណាម្នាក់ធ្វើល្អចំពោះអ្នករហូតដូច្នេះអ្នកមិនត្រូវឲ្យគេមើលឃើញនៅសន្លឹកបៀចុងក្រោយរបស់អ្នកឡើយ